បងយ៉ាតើមិនដល់សុខភាពធ្វើអីហ្នឹងមីអូនវាឈឺអីវាឈឺជំងឺលាកផ្លូវដង្ហើមហើយសំណាងតែយកវាមកព្យាបាលតន់កុំឲ្យយ៉ាប់ឲ្យកូនខ្ញុំជំងឺលាកផ្លូវដង្ហើមហ្នឹងយ៉ាងម៉េចទៅខ្ញុំមិនដែរដឹងសិននេះពីមុនខ្ញុំក៏មិនដឹងដូចឯងចឹងដែរប៉ុន្តែឥឡូវខ្ញុំដឹងវាច្បាស់ហើយយើងអាចដឹងថាក្មេងមានសញ្ញាគ្រោះថ្នាក់នៃជំងឺលាកផ្លូវដង្ហើមបានគឺនៅពេលណាដែលផ្នែកខាងក្រោមទ្រូងវាផុតពេលវាដកដង្ហើមចូលដកដង្ហើមញាប់ជាងធម្មតាដកដង្ហើមពិបាកឬដង្ហក់រកខ្យល់អូស្រាច់កំដៅណាតាមលើមកសុខភាពល្អណាក៏បបរ